ជំរាបសួរប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទឆាលីដែលបងប្អូនស្គាល់ថាជាបរិសង្ហាប្រចាំនៅស្ថាប័ន SKN ខាងនៅក្នុងថ្ងៃនេះគឺខ្ញុំមានជាមួយនឹងវីដេអូ podcast មួយដែលយើងលើកយកជាមួយនឹងប្រធានបទមួយដែលកំពុងតែក្តៅកគុកមែនទែននៅក្នុងបណ្ដាញសង្គមរបស់យើងទាក់ទងជាមួយនឹងវិស័យ automotive ខ្ញុំជឿថាបងប្អូនប្រកាសជាបានដឹងហើយទាក់ទងជាមួយនឹងការវែកញែកពីការប្រើប្រាស់ឡានចិនឡានជប៉ុនឡានកូរ៉េអ្នកខ្លះគាត់ថាចិនថ្មីបាទប្រៀបធៀបជាមួយនឹងតម្លៃឡានទៅជុះឡានមកទឹកឬក៏យើងហៅថាឡានអេតចៅអូខេហើយនៅក្នុងវីដេអូ podcast របស់យើងនៅក្នុងថ្ងៃនេះក៏យើងមានការចូលរួមពីវត្តមានរបស់ភ្ញៀវកិត្តិយសរបស់យើងដែលលោកជាស្ថាបនិករបស់ SKN Car Group ឬក៏បងប្អូនមួយចំនួនស្គាល់គាត់ថាជា admin SK តោះឥឡូវក៏មកខាពេលវេលាយូរយើងទៅជួបគាត់ខ្លះគ្នាជំរាបសួរបងជំរាបសួរបងបាទមិនដែរបងសុខសប្បាយទេបាទមិញយ៉ាងនេះសុខទុក្ខធម្មតាទេប៉ុន្តែរវល់ច្រើនបាទនេះអត់សូវបានចេញវីដេអូទេបាទរវល់គ្នាកាច់នេះទៅខាងបងឆៃលីវិញបាទបងប្អូនដែលគាត់ជា fan របស់ SKN Car Group គាត់ជាស្គាល់ហើយបាទគឺបងគាត់ជា admin SK ហើយមិនសូវជាបានឃើញមុខទេបាទតោះថាអ្នកដែលគាត់មានសំណាងដែលបានឃើញមកគាត់អញ្ចឹងថ្ងៃនេះគឺកិត្តិយសមែនទែនដែលបងបានចូលក្នុង podcast របស់យើងបាទអូខេចូលមកកម្មវិធីរបស់យើងវិញថ្ងៃនេះគឺខ្ញុំមានជាមួយនឹងប្រធានបទមួយជឿថាបងប្រកាសជាបានស្គាល់ហើយតាក់ទងជាមួយនឹងវីដេអូមួយដែលមានការចម្រូងចម្រាសការទៅជែកវែកញែកពីការប្រើប្រាស់ឡានចិនឡានមកទឹកឡានជប៉ុនឡានកូរ៉េឡានអាមេរិកហើយរហូតដល់មានការប្រើប្រាស់ទៅលើពាក្យពេចន៍មិនសមរម្យបន្ថែមទៀតផងបាទពីខ្ញុំទៅវិញករណីបែបនេះករណីនេះគឺខ្ញុំឃើញច្រើនលើកច្រើនសារមែនតាបាទករណីហ្នឹងទេបាទគឺជាការប្រៀបធៀបរវាងឡានថ្មីចិនដែលមានតម្លៃបាទប៉ុណ្ណេះទៅប្រៀបធៀបជាមួយនឹងឡានផ្សេងមកទឹករបស់ស្ថាប្រទេសផ្សេងដែលមានតម្លៃថាថៃឡានចិនហ្នឹងហើយបូលីក៏ដូចជាជន់ទម្លាក់គ្នាដូចថាជន់ទម្លាក់ទឹកតែម្ដងជន់ទម្លាក់ទឹកតែម្ដងពីខ្ញុំទៅវិញខ្ញុំប្រៀបធៀបឲ្យងាយយល់បំផុតពេលខ្លះតម្រូវការមនុស្សម្នាក់វាខុសគ្នាខ្ញុំស្លៀកពាក់សម្លៀកបំពាក់នេះសោះតែអត់ប្រកាសថាខ្ញុំលើកសម្លៀកបំពាក់ខ្ញុំចង់ឲ្យបងឯងស្អាតចេះតែលើកសម្លៀកបំពាក់ខ្ញុំឲ្យបងឯងពាក់ដែរឃើញថាបងឯងសមដែរទេវាអត់អញ្ចឹងទេដោយសារតែមនុស្សផ្សេងគ្នាតម្រូវការផ្សេងគ្នាហើយភាពស្រស់ស្អាតក៏ផ្សេងគ្នាដែរហើយបងប្អូនត្រូវចាំថាលើពិភពលោកនេះมันអាចផលិតអ្វីមួយមកឲ្យស្របទៅតាមមនុស្សមកប្រទេសប្រើបានទាំងអស់ទេជាតម្រូវការមនុស្សមកប្រទេសទេបាទល្អមែនតើដូច្នេះហើយឡានចិនខ្ញុំជឿថាអ្នកដែលប្រើឡានចិនគាត់ច្បាស់ជាមួយខ្លួនឯងហើយមានន័យថាជាបុគ្គលដែលមិនចូលចិត្តបាទថែទាំទៅលើប្រេងម៉ាស៊ីនបាទជាបុគ្គលដែលធុញទៅលើការគេហៅថាស្មុគស្មាញច្រើននៅការជួសជុលបាទដូច្នេះហើយគាត់ចង់បានការសន្សំចៃមានន័យថាឡានចិនយើងប្រើអគ្គិសនីបាទប្រើអគ្គិសនីបាទអញ្ចឹងហើយប្រើប្រាស់អស់តិចសន្សំចៃប៉ុន្តែខ្ញុំជឿថាគាត់ប្រកាសជាបើកចិត្តទទួលយកអារម្មណ៍មួយក៏ដូចជាក្តីបារម្ភមួយគឺទៅថ្ងៃអនាគតចន្លោះពី5ទៅ10ឆ្នាំទៀតឡានប្រភេទ model ឡានចិនអាចនឹងធ្លាក់គុណភាពច្រើនបាទទី1ទី2ប្រើប្រាស់លុតដំមិនបានទេដែលយើងនិយាយឲ្យស្រួលយល់ទៅគេហៅថាហាប់មាំជាប់ណែនប្រណិតភាពបាទអូខេបាទដូច្នេះហើយការដែលគេផលិតឡានចិនហ្នឹងមកណាគឺគេសម្រាប់ focus លើបាទអ្នកដែលរស់នៅក្នុងទីក្រុងភ្នំពេញបាទដែលជាបាទបុគ្គលដែលអត់សូវប្រើចុះខែច្រើនប្រើល្មមប្រើបែបសំចៃបាទឬក៏ជាមួយនឹងភាពលោឆាយអីចឹងទៅបាទហ្នឹងហើយអញ្ចឹងហើយគេផលិតមកគឺសម្រាប់គ្រប់គ្រងអ្នកដែលមានតម្រូវការបែបហ្នឹងបាទហើយណាមួយពាក់ព័ន្ធជាមួយនឹងកញ្ចក់ក្នុងការចំណាយគ្នាដែរបាទពេលខ្លះឡានប្រភេទ model ចិនគេផលិតមកសម្រាប់តែមានជីវភាពកម្រិតទាបមែនតើទៅនៅប្រទេសខាងប៉ែកចិនគាត់ចាប់យកអតិថិជនដែលកម្រិតទាបច្រើនបាទអញ្ចឹងគុណភាពវាធ្វើស្របទៅតាមហ្នឹងអញ្ចឹងប្រសិនបើយើងទៅប្រើឡានហ្នឹងហើយយើងចាំបាច់អីទៅប៊ូលីគេទៅអីអ្នកដែលប្រើឡានចិនក៏មិនចាំបាច់ទៅប៊ូលីឡានមកទឹកហើយអ្នកដែលប្រើឡានមកទឹកក៏មិនចាំបាច់ទៅប៊ូលីឡានចិនដែរបងថៃបាទឥឡូវឧទាហរណ៍អារម្មណ៍បងប្អូនទាំងអស់គ្នាចុះឧទាហរណ៍ថាខ្ញុំជាមនុស្សម្នាក់ដែលស្រឡាញ់មនុស្សស្រីដែលរាងម៉ាប់បាទស្រួលអោបបាទហើយដល់ពេលពូឆៃលីគាត់ជាមនុស្សម្នាក់ដែលស្រឡាញ់មនុស្សស្រីរាង slim ខ្ពស់ហើយដល់ពេលអារម្មណ៍ខ្ញុំផ្ទាល់ខ្ញុំអត់ស្រឡាញ់មនុស្សដែលរាង slim ខ្ពស់ទេបាទខ្ញុំស្រឡាញ់ម៉ាប់ដល់ពេលខ្ញុំទៅប៊ូលីបងឯងចាងាប់ហ่าប្រពន្ធឯងស្គោបដូចកុកហើយមើលទៅដូចប្របាក់ឲ្យជាប់តែឆ្អឹងដល់ពេលពូឆៃលីមកប៊ូលីខ្ញុំវិញងាប់ប្រពន្ធឯងធាត់ដូចជ្រូក
ខ្ញុំចង់សួរថាអញ្ចឹងអាពាក្យ bully របស់ពួកយើងហ្នឹងតើវាចំណេញអីគេដល់ខ្លួនឯងសេចក្តីថ្លៃថ្នូររបស់យើងបាទក៏ដូចជាចំណេះដឹងហើយនឹងការយល់ដឹងរបស់យើងគឺមានកម្រិតដល់ពេលដែលយើងធ្វើអារឿងហ្នឹងទៅវាអត់មានអីចំណេញទេបាទមានតែការបង្ហាញជាមួយនឹងកម្រិតនៃចំណេះដឹងរបស់យើងមានកម្រិតហើយតិចថាយើងទៅនិយាយអញ្ចឹងហើយគេគ្រប់គ្នាមកសរសើរថាយើងនឹងជាមនុស្សមានចំណេះដឹងអីគ្មានអ្នកណាសរសើរទេហើយផ្សេងពីនេះទៀតផ្ទុយពីនឹងទៀតប្រសិនបើបាទប្រទេសជិតខាងដែលគេមើលឃើញអា comment ជេរគ្នាក្រោមរូបភាពក្រោមនេះទាំងអស់នេះដែលគេឃើញគេវាយតម្លៃទាំងជាតិសាសន៍របស់យើងទៀតបាទគេវាយតម្លៃថាម៉េចងាប់ជាតិសាសន៍នេះគ្រាន់តែរឿងទូចតែមួយក៏ពួកវាមើលក៏ពួកវាមិនយល់ផងវាឆ្លោះគ្នាវាជេរគ្នាវាបាទបន្តិចបដាសាគ្នាវាបាទមើលទៅវាអាក្រក់មើលដូច្នេះហើយពីខ្ញុំទៅវិញខ្ញុំពិតជាមិនចង់បាទឲ្យបងប្អូនបាទបន្តបើសិនជាអាចគួរតែប្រឈប់រាល់ការបញ្ចេញមតិយោបល់ក៏ដូចជាពាក្យពេចន៍ខ្លឹមសារណាមួយពាក់ព័ន្ធជាមួយនឹងការរើសអើងបាទបូលីគ្នាជេរគ្នាអានេះមិនល្អអានោះមិនល្អពេលខ្លះនិយាយថាបោះខ្លួនឯងមិនល្អក្រោមរូបភាពឌឺដងឲ្យគេថារបស់គេមិនល្អបាទវាអត់ចំណេញមែនទែនទៅគឺវាពិតជាអត់ចំណេញហើយវាធ្វើឲ្យប៉ះពាល់ដល់ខ្លួនយើងនិងប្រទេសជាតិយើងទាំងមូលទៀតបាទអានេះខ្ញុំឧទាហរណ៍ពីចំណុចឲ្យខ្លីៗងាយហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ពីអ្វីដែលខ្ញុំចង់និយាយដែលគាត់បានបង្ហាញនៅក្នុងកម្មវិធី podcast របស់យើងគឺពិតជាល្អមែនទែនបើយើងសរុបឲ្យងាយយល់មកវិញមានន័យថាមនុស្សយើងស្រឡាញ់ឲ្យធ្វើហ្នឹងទៅបាទយើងមិនចាំបាច់ខ្វល់ទេហើយក៏អត់ចាំបាច់ថាដើម្បីឲ្យរបស់ខ្លួនឯងល្អតែព្យាយាមជន់គេឲ្យគេមើលថាអូរបស់ដែលយើងកំពុងតែប្រើល្អវាមិនមែនជាទង្វើមួយដែលមនុស្សដែលគេទទួលបានការសិក្សាគេយកទៅអនុវត្តទេហើយសង្កេតឃើញថាមួយទៀតនៅពេលដែលគាត់ប្រើប្រាស់ជាមួយនឹងអាពាក្យពេចន៍ទាំងអស់នៅក្នុងបណ្ដាញសង្គមព្រោះថាការប្រើប្រាស់បណ្ដាញសង្គមឥឡូវសូម្បីតែក្មេងៗក៏គាត់អាចចូលលេងបានដែរអញ្ចឹងវាអាចជាគំរូមួយនៅពេលដែលគាត់ឃើញថាមនុស្សចាស់នៅពេលដែលគាត់ចង់ទៅជែកនេះគឺគេប្រើជាមួយនឹងពាក្យសម្ដីបែបហ្នឹងវាធ្វើឲ្យគាត់ជាប់អាកំណត់ហ្នឹងធំឡើងទៀតក៏គាត់នឹងប្រើរូបភាពបែបហ្នឹងនៅក្នុងការទៅជែកបន្តទៀតគាត់អត់មានការទៅជែកមួយដែលវាសមរម្យសមស្របឬក៏មានការបង្កាត់នៅចរិតមួយថាបោះគេប្រើគឺល្អហើយបាទគេមានចំណុចពិសេសគេមានតម្រូវការរបស់គេហើយបាទយើងអាចថារបស់ដែលគេប្រើហ្នឹងមិនល្អរបស់យើងប្រើបានល្អទេព្រោះថាការផលិតមកមួយគឺគេធ្វើតម្រូវមជ្ឈដ្ឋានឬក៏តម្រូវការផ្សេងៗគ្នាបាទល្អខ្លាំងមែនទែនបាទភ្ញៀវកិត្តិយសរបស់យើងបាទ admin SK បាទដែលគាត់បានជួយមកនៅក្នុងថ្ងៃនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអ្វីដែលឆ្លងកាត់កន្លងមកឬក៏បងប្អូនដែលគាត់បានធ្វើកន្លងមកនេះមានអារម្មណ៍ថាវាពិតជាមិនសមរម្យទេបើសិនជាអាចពីខ្ញុំទៅវិញសូមឲ្យបងប្អូនលះបង់នៅការបញ្ចេញមតិឬក៏ការបូលីណាឈប់សាព្រោះពាក្យពេចន៍ក៏ដូចជាទម្លាប់ដែលមិនល្អនឹងធ្វើឲ្យក្មេងជំនាន់ក្រោយវារៀនតាមហើយត្រង់ចំណុចមួយទៀតដែលបងបាននិយាយគឺខ្ញុំពិតជាចាប់អារម្មណ៍ហើយពិតជាមានការគោរពខ្លាំងមែនទែនតាក់ទងជាមួយនឹងការប្រើប្រាស់ពាក្យពេចន៍នេះបើសិនជាបណ្ដាប្រទេសខាងក្រៅអ្នកដែលគាត់អាចមើលជាភាសារបស់យើងបានណាមានអារម្មណ៍ថាយើងជាខ្មែរដែលយើងអាចទៅចែកនៅក្នុងភាសាតែមួយផងប៉ុន្តែយើងទៅចែកគ្នាមិនត្រូវប៉ុណ្ណាពេលខ្លះប្រសិនបើយើងមុនយើងចេញមតិយោបល់អីឬមួយក៏យើងធ្វើអីមួយពេលខ្លះប្រសិនបើយើងមិនខ្មាស់គេក៏យើងខ្មាស់ជាមួយនឹងសេចក្តីថ្លៃថ្នូររបស់យើងដែរក្នុងនាមយើងជាបុគ្គលម្នាក់ដែលអ្នកខ្លះទៅបានរៀនសូត្រពងខ្ពស់ក៏ប៉ុន្តែបញ្ចេញមតិយោបល់ដោយប្រើពាក្យសម្ដីអសរោះនៅការដើរតាមរយៈការ comment ឬមួយការបោកហ្នឹងណាបាទអូខេអរគុណច្រើនចឹងគឺថាសម្រាប់ថ្ងៃនេះជាមួយនឹងវត្តមានរបស់បងបាទ admin SK របស់យើងនៅក្នុងកម្មវិធីបាទ podcast របស់យើងគឺថាគាត់បានបញ្ចេញមតិយោបល់ច្រើនគួរសមហើយសង្ឃឹមថាសម្រាប់ប្រិមិត្តដែលគាត់បានទស្សនាជាមួយនឹងវីដេអូមួយនេះនឹងយកនៅបាទសម្រងខ្លឹមសារមួយចំនួនយកទៅបាទធ្វើការគិតពិចារណាហើយបើសិនជាគាត់ថាកន្លែងណាដែលល្អយើងអាចយកទៅអនុវត្តទៅហើយសង្ឃឹមថារូបភាពបែបនេះគឺនឹងលែងមានបន្តទៀតបន្តពីបងប្អូនដែលគាត់បានទស្សនាជាមួយនឹងវីដេអូមួយនេះហើយអរគុណខ្លាំងមែនទែនសម្រាប់បងបាទ admin SK ដែលបានចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការបើចូលរួមជាមួយនឹងបាទវីដេអូ podcast របស់យើងសម្រាប់បងប្អូនក៏ដូចជាបាទប្រិយមិត្តដែលទស្សនាជាមួយនឹងបាទវីដេអូនេះបើសិនជាមានមតិយោបល់អីអាចធ្វើការបញ្ចេញមតិយោបល់នៅក្នុងបាទវីដេអូរបស់យើងបានហើយយើងនឹងជួបគ្នានៅបាទវីដេអូក្រោយទៀតជាមួយនឹងខ្ញុំបាទពូឆាលីម៉ុនដែរអូខេអរគុណសូមជម្រាបលា